គុំងាកក្រោយទោះជាមានរឿងអ្វីកើតឡើងក៏ដោយនេះជាសម្ដីចុងក្រោយដែលចាស់ៗក្នុងភូមិតែងតែដាស់តឿនគ្រប់គ្នាមុននឹងដើរឆ្លងកាត់ស្ពានបេតុងចាស់ស្រេះមួយនោះនៅពេលយប់អាធ្រាត្រតើមានអាថ៌កំបាំងជូរចត់និងសាហាវឃោឃៅអ្វីខ្លះដែលបានលាក់ខ្លួននៅបាតស្ទឹងនោះជាង30ឆ្នាំមកហើយសូមចូលរួមស្ដាប់ប្រឡោមលោកភ័យរន្ធត់អាថ៌កំបាំងស្ពានជើងកបទាំងអស់គ្នាភូមិអូរ៉ូវេរីជាភូមិតូចមួយដាច់ស្រយាលព័ទ្ធជុំវិញទៅដោយព្រៃរបោះនិងវាលស្រែធំល្វឹងល្វើយនៅទីនោះឲ្យតែមេឃងងឹតភាពស្ងាត់ជ្រងំខុសធម្មតានឹងចូលមកគ្របដណ្ដប់ភ្លាមអ្វីដែលជាចំណុចខណ្ឌចែកភូមិពីពិភពខាងក្រៅគឺស្ពានបេតុងចាស់ស្រេះមួយខ្សែកោងដែលអ្នកស្រុកគ្រប់គ្នានិយមហៅថាស្ពានជើងកបស្ពាននេះមានសភាពទ្រុឌទ្រោមសសរទម្រនីមួយៗដុះស្លាយខ្មៅក្រាស់ខ្មឹកលិចអណ្ដែតក្នុងទឹកស្ទឹងដែលតែងតែហូរក្រឡុករលិនបង្កើតជាសម្លេងក្រហមតិចៗគួរឲ្យខ្លាចមិនថាជារដូវប្រាំងឬរដូវវស្សាឡើយចាស់បុរាណក្នុងភូមិនាំគ្នាដំណើរតគ្នាថាទីនេះជាកន្លែងចងកម្មពៀព្រលឹងអ្នកដែលស្លាប់ដោយអយុត្តិធម៌នៅទីនេះមិនអាចទៅចាប់ជាតិបានឡើយដរាបណាមិនទាន់រកបានមនុស្សម្នាក់មកស្លាប់ជំនួសកន្លែងឬដែលគេហៅថាចាប់ជើងកបច្បាប់ប្រចាំភូមិដែលគ្រប់គ្នាត្រូវដឹងគឺក្រោយម៉ោង 8 យប់ដាច់ខាតកុំឆ្លងកាត់ស្ពាននោះតែម្នាក់ឯងឲ្យសោះប៉ុន្តែសម្រាប់លោកគ្រូមករាដែលជាគ្រូបង្រៀនវ័យក្មេងទើបតែផ្ទេរមកបង្រៀននៅសាលាបឋមសិក្សាភូមិអូរ៉ូវេរីគេមិនដែលជឿឡើយមករាជានិស្សិតសម័យថ្មីមានការគិតបែបវិទ្យាសាស្ត្រគេតែងតែគិតថារឿងខ្មោចព្រាយបិសាចគ្រាន់តែជាល្បិចរបស់ចាស់បុរាណដើម្បីបន្លាចកូនចៅកុំឲ្យដើរលេងយប់ជ្រៅតែប៉ុណ្ណោះនៅល្ងាចថ្ងៃសុក្រមួយមករាត្រូវនៅរៀបចំឯកសារបង្រៀននិងពិនិត្យសៀវភៅកិច្ចការផ្ទះរបស់សិស្សរហូតដល់ម៉ោង 7:09 យប់សាលារៀនទាំងមូលស្ងាត់ជ្រងំពន្លឺភ្លើងអំពូលម៉ែត្រពណ៌ស្រចេះស្រមោលដើមឈើយល់យែកគួរឲ្យព្រឹកក្បាលពេលដែលគេកំពុងប្រមូលរបស់របរដាក់ចូលកាតាបស្រាប់តែលោកគ្រូនាយកសាលាដើរមកខាត់ដោយទឹកមុខបារម្ភលោកគ្រូមករាយប់ជ្រៅណាស់ហើយតើចាំព្រឹកឡើងចាំទៅផ្ទះជួលវិញមិនបានទេអីឬក៏ទៅសម្រាកនៅផ្ទះខ្ញុំមួយយប់សិនទៅយប់នេះមេឃអាប់អួរប្លែកណាស់ខ្ញុំបារម្ភពេលលោកគ្រូត្រូវឆ្លងកាត់ស្ពាននោះមករាញឹមយ៉ាងគួរសមរួចឆ្លើយតបទៅវិញដោយភាពជឿជាក់មិនអីទេលោកនាយកផ្ទះជួលខ្ញុំនៅជិតត្រៃម្ខាងនឹងតើគ្រាន់តែធាក់កង់ឆ្លងស្ពាននឹងបន្តិចគឺដល់ហើយខ្ញុំមិនខ្លាចងងឹតទេបើចាំដល់ព្រឹកនាំតែយឺតពេលរៀបចំខ្លួនរឿងរ៉ាវដែលគេនិយាយតគ្នាវាក៏គ្រាន់តែជាពាក្យចចាមអារាមបំភ្លើសដែរលោកនាយកកុំបារម្ភអីខ្ញុំសុំលាទៅមុនហើយបាទនាយកសាលាដកដង្ហើមធំវែងភ្នែកសម្លឹងមើលខ្នងគ្រូវ័យក្មេងដែលដើរចេញទៅបណ្ដាលតង់ចាស់ដកឃ្លាតឆ្ងាយទៅឆ្កងក្នុងចិត្តរបស់គាត់ពោពេញដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងមករាចាប់ផ្ដើមធាក់កង់ចាស់មួយគ្រឿងចេញពីរបបសាលារៀនសម្ដៅទៅរកផ្លូវលំដែលនាំទៅកាន់ស្ពានពន្លឺព្រះច័ន្ទរាត្រីនោះខ្សោយខ្លាំងណាស់ព្រោះត្រូវបាំងដោយពពកខ្មៅដុំDAS ធ្វើឲ្យផ្លូវដីហុយទាំងមូលងងឹតស្លុបមានតែពន្លឺចង្កៀងកង់ LED តូចមួយដែលគេបំពាក់ពីមុខកង់ប៉ុណ្ណោះដែលជួយបំភ្លឺផ្លូវខាងមុខបានត្រឹមតែ 2 ទៅ 3 ម៉ែត្រកាន់តែខិតជិតដល់គល់ស្ពានជើងកបសំឡេងសត្វល្អិតយំដែលធ្លាប់តែឮត្រហឹងអើងកងកាលពីប្រលប់បែរជាស្ងាត់ឈឹងដោយគេចាក់ទឹកសម្លាប់ភាពស្ងប់ស្ងាត់នោះវាខុសធម្មតាពេករហូតដល់មករោអាចឮសូរដង្ហើមរបស់ខ្លួនឯងយ៉ាងច្បាស់ខ្យល់ដែលបក់មកម្ដងបាននាំមកនៅក្លិនឆ្អាបតិចៗដូចជាក្លិនឈាមស្រស់លាយឡំជាមួយក្លិនភក់ជ្រាំដែលស្អុយរលួយរាប់ឆ្នាំមករាចាប់ផ្ដើមមានអារម្មណ៍ព្រឺក្បាលនិងក្រហាយកញ្ចឹងក៏បន្តិចដែរប៉ុន្តែគេខំប្រឹងសម្រួលដង្ហើមហើយលួងលោមចិត្តខ្លួនឯងថាវាជាក្លិនសត្វងាប់ខណៈពេលដែលកង់របស់គេរំកិលឡើងលើជម្រាលស្ពានបេតុងដ៏ត្រជាក់ស្រាប់តែឮសូរតុកសំឡេងដូចជាមានគេយកដុំថ្មតូចៗមកបោះទម្លាក់ពីលើបង្កាន់ដៃស្ពានចូលទៅក្នុងទឹកមករាចាប់ហ្វ្រាំងកង់វឹបគេងើបមុខឡើងសម្លឹងទៅចំកណ្ដាលស្ពាននៅក្រោមពន្លឺព្រះច័ន្ទដ៏ស្រអាប់គេឃើញស្រមោលមនុស្សម្នាក់កំពុងអង្គុយលើបង្កាន់ដៃស្ពានយល់ជើងចុះឡើងមើលពីក្រោយឃើញសក់វែងអន្លាយរហូតដល់ចង្កេះនិងអាវពណ៌សហែកធ្លីស្មាមករាគិតក្នុងចិត្តភ្លាមថាប្រហែលជាស្រីណាម្នាក់នៅក្នុងភូមិមានវិបត្តិផ្លូវចិត្តចង់មកសម្លាប់ខ្លួនដោយសារទឹកចិត្តជាគ្រូបង្រៀននិងព្រួយបារម្ភពីសុវត្ថិភាពគេក៏សម្រេចចិត្តបណ្ដាលកង់យឺតចូលទៅចិត្តរួចស្រែកសួរនាំក្នុងបំណងល្អអ្នកណាគេនឹងជប់ជ្រៅណាស់ហើយតើហេតុអ្វីមកអង្គុយលេងនៅទីនេះវាគ្រោះថ្នាក់ណាស់ណាប្រយ័ត្នធ្លាក់ចូលទៅក្នុងទឹកស្ទឹងបើមានរឿងអីពិបាកចិត្តចុះមកនិយាយគ្នាវិញមកស្រមោលនោះមិនឆ្លើយតបឡើយបរិយាកាសជុំវិញកាន់តែចុះត្រជាក់ខ្លាំងឡើងរាងកាយរបស់ស្រមោលស្រីម្នាក់នោះចាប់ផ្ដើមញ័រទៅត្រើតប៉ុន្តែអ្វីដែលធ្វើឲ្យមករាស្ទើរតែលោតចេញពីទ្រូងនោះគឺសំឡេងយំខ្សឹកខ្សួលបែរជាបន្លឺឡើងពីខាងក្រោយខ្នងរបស់គេវិញចម្ងាយត្រឹមតែមួយចំអាមលោកគ្រូជួយរកជើងខ្ញុំផងគេកាត់ជើងខ្ញុំយកមកបោះចោលនៅទីនេះខ្ញុំត្រជាក់ណាស់មករាភ្ញាក់ព្រឹតងាកក្រោយវឹបប៉ុន្តែខាងក្រោយខ្នងរបស់គេគ្មានមនុស្សសោះពេលគេងាកមកមើលស្រមោលដែលអង្គុយលើបង្កាន់ដៃស្ពានវិញស្រមោលនោះបានបង្វិលក្បាលរបស់នាងមកក្រោយ180ដឺក្រេដោយខ្លួនប្រាណនៅដដែលមុខរបស់នាងគ្មានសាច់ឈាមទេមានតែរុនភ្នែកខ្មៅប្រហោងធ្លុះជ្រៅនិងមានឈាមខ្មៅហូរស្រក់តក់មកលើបេតុងស្ពានអ្វីដែលរន្ធត់បំផុតនោះគឺចាប់ពីត្រឹមជង្គង់ចុះក្រោមរបស់នាងគឺទទេស្អាតគ្មានជើងទាំងពីរនោះទេនាងកំពុងហោះអណ្ដែតខិតចូលមកជិតគេយឺតកង់របស់មករាធ្លាក់ក្រាំងទៅលើដីបេះដូងរបស់គេលោតញាប់ញ័រហៀបនឹងធ្លាយចេញមកក្រៅនេះហើយ
គឺខ្មោចជើងកពិតប្រាកដមែននាងលាតសន្ធឹងដៃទាំងពីរដែលពោពេញដោយក្រចកខ្មៅវែងៗសម្ដៅមកកញ្ចឹងករបស់មករាមកជំនួសខ្ញុំមកនៅជាមួយខ្ញុំនៅបាតស្ទឹងនេះមកអាហ្វសំឡេងនោះលាន់ឮរំពងពេញត្រចៀករបស់មករាធ្វើឲ្យគេវិលមុខស្ទើរធ្លាយស្មារតីបាត់បង់សមត្ថភាពក្នុងការរត់គេចខ្លួនពីបាតដៃខ្មៅស្រអាប់របស់ខ្មោចស្រីគ្មានជើងបានខិតមកជិតដិតដល់ស្បែកករបស់លោកគ្រូមករាខ្យល់ដង្ហើមរបស់គេចាប់ផ្ដើមថប់ទៅថប់ទៅភ្នែកទាំងគូសម្លឹងមើលរន្ធភ្នែកដងងងឹតសូនឈឹងរបស់វិញ្ញាណចង្រៃនោះដោយក្តីអស់សង្ឃឹមល្បឿននៃភាពភ័យខ្លាចបានធ្វើឲ្យប្រព័ន្ធប្រសាទរបស់គេគាំងទាំងស្រុងជើងទាំងពីរដូចជាត្រូវបានគេចាក់បេតុងភ្ជាប់ទៅនឹងបាតស្ពានស្រែកក៏គ្មានសំឡេងចេញពីបំពង់កមកនៅជំនួសខ្ញុំត្រជាក់ណាស់នៅបាតស្ទឹងនេះងងឹតណាស់សំឡេងល្វីៗប៉ុន្តែមុតស្រួចដោយចុងកាំបិតបន្លឺឡើងកាន់តែញឹកញាប់ក្នុងវិនាទីដែលមករាគិតថាខ្លួនត្រូវដាច់ខ្យល់ស្លាប់និងត្រូវក្លាយជាអ្នកចាំយាមស្ពាននេះជាបន្តស្រាប់តែវឹបពន្លឺពិលដ៏ខ្លាំងមួយបានជះចំមុខខ្មោចស្រីនោះពេញទំហឹងព្រមជាមួយសំឡេងស្រែកយ៉ាងមានអំណាចឈប់ភ្លាមវិញ្ញាណចង្រៃកុំធ្វើបាបមនុស្សស្លូតត្រង់អីនោះគឺតាប្រាក់ដែលជាអ្នកចាំយាមវត្តនិងជាចាស់ទុំម្នាក់ដែលដឹងគុណគ្រូធ្មប់បុរាណគាត់បានកាន់ដំបងឈើច្រត់ដែលមានចងខ្សែអំបោះសេឡាពណ៌ក្រហមឆ្អៅរត់ឡើងមកលើស្ពានទាំងដង្ហក់តាប្រាក់ក្រវីដំបងសេឡានោះឆ្វៀលបណ្ដាលឲ្យប្រលឹងខ្មោចស្រីនោះស្រែកលាន់ឡើងដោយការឈឺចាប់ផ្សែងខ្មៅហុយចេញពីខ្លួននាងហើយនាងក៏ហោះថយក្រោយទៅទុំនៅលើបង្កាន់ដៃស្ពានវិញភ្នែកប្រហោងធ្លុះរបស់នាងសម្លឹងមើលតាប្រាក់ដោយកំហឹងនិងគំនុំតាប្រាក់មិនបង្អង់យូរគាត់ស្ទុះមកទាញដៃមករាដែលកំពុងភ័យស្លន់ស្លោសឹងតែលែងដឹងខ្លួនលោកគ្រូមករាស្មារតីមកវិញរត់យករួចខ្លួនសិនការទាញយ៉ាងខ្លាំងរបស់តាប្រាក់បានធ្វើឲ្យមករាដឹងខ្លួនឡើងវិញអ្នកទាំងពីរបានបោះបង់កង់ចោលរួចរត់ត្រឡប់ក្រោយសម្ដៅទៅរកសាលាបុណ្យភូមិដែលស្ថិតនៅមិនឆ្ងាយពីកុសពេលរត់មកដល់ក្នុងសាលាបុណ្យតាប្រាក់បានយកខ្សែអំបោះសេឡាចងព័ទ្ធជុំវិញទ្វារនិងបង្អួចភ្លាមរួចអុជទៀនធូបសូត្រគាថាការពារខាងក្រៅសាលាបុណ្យសំឡេងខ្យល់បោកបក់លាន់ឮសូរវោដូចមានព្យុះធំសំឡេងក្រចកដៃស្រួចឆ្កូតចិញ្ចាំងឈើខាងក្រៅឮសូរគ្រីតជុំវិញសាលាបុណ្យដូចជាមានមនុស្សកំពុងព្យាយាមរកប្រហោងចូលមកខាងក្នុងមករាអង្គុយអោបក្បាលជង្គង់នៅគៀនចិញ្ចាំងខ្លួនញ័រទៅត្រើតញើសសក់ចាក់ហូរស្រក់ពេញមុខគេលែងខ្វល់ពីរឿងវិទ្យាសាស្ត្រឬការគិតបែបសម័យថ្មីទៀតហើយអ្វីដែលគេទើបតែបានជួបគឺជារឿងពិតដែលស្ទើរតែយកជីវិតគេទៅបាត់ក្រោយពេលសភាពយប់ជ្រៅចាប់ផ្ដើមស្ងប់ស្ងាត់បន្តិចខ្យល់ខាងក្រៅបក់ស្រាលចុះមករាបានលើកដៃសំពះតាប្រាក់ទាំងទឹកភ្នែកអរគុណណាស់តាអរគុណដែលបានជួយជីវិតខ្ញុំបើគុំតែបានតាកុំអីខ្ញុំប្រហែលជាធ្លាក់ទៅក្នុងស្ទឹងបាត់ទៅហើយតើនាងជាអ្នកណាហេតុអ្វីបានជានាងសាហាវខូខើហើយតាមចងកាំពីនឹងអ្នកស្រុកម្លេះតាប្រាក់ដកដង្ហើមធំវែងគាត់ទាញថ្នាំជក់មកដុតបង្ហុយផ្សែងសំពងទៅលើអាកាសទឹកមុខពោពេញដោយភាពក្រៀមក្រំមុននឹងចាប់ផ្ដើមរៀបរាប់ពីប្រវត្តិដ៏ជូរចត់និងអាចកំបាំងនៅពីក្រោយឈ្មោះស្ពានជើងកប់នេះតាប្រាក់បានរៀបរាប់ដោយសំឡេងស្រអាប់ថាកាលពីជិត30ឆ្នាំមុនស្ពាននេះគ្រាន់តែជាស្ពានឈើចាស់មួយប៉ុណ្ណោះកាលនោះមាននារីម្នាក់ឈ្មោះផ្កានាងជាមនុស្សស្លូតត្រង់សុភាពរាបសារនិងមានសម្រស់ស្អាតដាច់គេក្នុងភូមិដោយសារតែសម្រស់របស់នាងផ្កាត្រូវបានក្រុមយុវជនទំនើងមួយក្រុមក្នុងភូមិផ្ដុំក្បាលគ្នាជាមួយមិត្តភ័ក្តិល្បួងនាងមកទីនេះនៅពេលយប់ជ្រៅដើម្បីធ្វើបាបនិងបំពានលើរាងកាយរបស់នាងយ៉ាងព្រៃផ្សៃតាប្រាក់ផ្អាកបន្តិចយកដៃជូតទឹកភ្នែកដែលហូរស្រក់ដោយក្តីអាណិតអាសូរមុននឹងបន្តក្រោយពីពួកវាធ្វើបាបនាងរួចដើម្បីបំបិតមាត់កុំឲ្យនាងទៅប្តឹងសមត្ថកិច្ចពួកទេរឆានទាំងនោះបានកាត់ជើងទាំងពីររបស់នាងចោលទាំងរស់រួចយកដុំថ្មធំចងភ្ជាប់នឹងខ្លួននាងបោះទម្លាក់ចូលទៅក្នុងបាតស្ទឹងផ្កាបានស្លាប់ទាំងក្តីឈឺចាប់គំនុំនិងការចងពៀដ៏ខ្លាំងក្លាបំផុតវិញ្ញាណរបស់នាងមិនអាចទៅចាប់ជាតិបានឡើយព្រោះសាកសពមិនត្រូវបានគេរកឃើញដើម្បីធ្វើបុណ្យតាមប្រពៃណីត្រឹមត្រូវហើយជើងរបស់នាងក៏បាត់សូន្យឈឹងដែរចាប់តាំងពីពេលនោះមកព្រលឹងរបស់នាងផ្កាបានคล้ายជាខ្មោចជើងកប់ដ៏កាចសាហាវរៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃខែដែលនាងស្លាប់នាងតែងតែចេញមកលងបន្លាចនិងទាញជើងអ្នកដំណើរណាដែលដើរឆ្លងកាត់ស្ពាននោះតែម្នាក់ឯងនៅពេលយប់ដើម្បីយកទៅជំនួសកន្លែងរបស់នាងមនុស្សដែលស្លាប់នៅស្ពាននោះរាប់តាំងពីអ្នកស្រវឹងស្រាអ្នកជិះម៉ូតូធ្លាក់ស្ពានឬអ្នកលង់ទឹកសុទ្ធតែជាស្នាដៃរបស់នាងដែលជាការសងសឹកលោកគ្រូមករាស្ដាប់រឿងរ៉ាវទាំងអួលដើមកភាពភ័យខ្លាចកាលពីដំបូងបានប្រែប្រួលទៅជាក្តីអាណិតអាសូរនិងសង្វេគជាពន់ពេកចុះគ្មានវិធីណាដែលអាចរំដោះទុកនាងបានទេឬតាបើទុកឲ្យនាងធ្វើបាបមនុស្សបែបនេះបន្តទៀតវានឹងមានមនុស្សស្លាប់កាន់តែច្រើនឡើងហើយខ្លួននាងផ្ទាល់ក៏កាន់តែធ្លាក់ក្នុងបាបកម្មក្រាស់ទៅដែរតាប្រាក់សម្លឹងមើលមុខមករាដោយខ្សែភ្នែកមុតមាំរួចនិយាយមានវិធីប៉ុន្តែវាគ្រោះថ្នាក់ណាស់ត្រូវមានមនុស្សដែលមានចិត្តស្មោះត្រង់បរិសុទ្ធនិងមានសីលធម៌ខ្ពស់ហ៊ានចុះទៅបាតស្ទឹងក្រោមស្ពានដើម្បីស្វែងរកវត្ថុដែលជាតំណាងរាងកាយឬធាតុរបស់នាងដែលនៅសេសសល់ហើយយកមកធ្វើពិធីបង់សកលដោះដូរវិញ្ញាណលោកគ្រូមករានាងមិនសម្លាប់លោកគ្រូភ្លាមតាំងពីដំបូងហាក់ដូចជានាងដឹងថាលោកគ្រូជាមនុស្សល្អបើលោកគ្រូហ៊ានជួយខ្ញុំនឹងជួយរៀបចំពិធីនេះមករាគិតមួយសន្ទុះគេនឹកឃើញដល់កែវភ្នែកដ៏ឈឺចាប់និងសម្លេងខ្សឹបខ្សួរដ៏គួរឲ្យអាណិតរបស់ខ្មោចស្រីនោះក្នុងនាមជាគ្រូបង្រៀនម្នាក់ដែលចង់ឃើញសេចក្តីសុខក្នុងសហគមន៍និងចង់រំដោះព្រលឹងដ៏កំសត់គេក៏សម្រេចចិត្តងក់ក្បាលយល់ព្រមបាទតាខ្ញុំនឹងជួយនាងខ្ញុំចង់ឲ្យវិញ្ញាណរបស់នាងបានទៅកាន់សុគតិភពនិងចង់ឲ្យអ្នកស្រុកភូមិយើងលែងមានក្តីបារម្ភទៀតនៅព្រឹកព្រលឹមថ្ងៃបន្ទាប់លោកគ្រូមករានិងតាប្រាក់ព្រមទាំងលោកនាយកសាលានិងអ្នកស្រុក2-3នាក់ទៀតបាននាំគ្នាមកកាន់ស្ពានជើងកប់មេឃប្រហៀមស្រឡះល្អ
ទឹកស្ទឹងហាក់ដូចជាស្ងប់ស្ងាត់ជាងរាល់ដងតាប្រាក់បានរៀបចំស្លាធម៌បាយសីទៀនធូបនិងផ្កាឈូកដើម្បីធ្វើកិច្ចសុំម្ចាស់ទឹកម្ចាស់ដីនិងព្រះគង្គាបើកមករាដែលជាអ្នកស្ម័គ្រចិត្តបានពាក់ខ្សែគាថាការពារខ្លួនរបស់តាប្រាក់ជាប់នឹងករួចលោតចុះទៅក្នុងទឹកស្ទឹងដ៏ត្រជាក់និងងងឹតស្លុបគេខំប្រឹងមុជរាវរកនៅម្ដុំសសរស្ពានចាស់ដែលដុះស្លាយក្រាស់ទឹកស្ទឹងខាងក្រោមហាក់ដូចជាមានចរន្តរលកប្លែកៗទាញទម្លាក់ចុះធ្វើឲ្យមករាស្ទើរតែថប់ដង្ហើមនិងវិលប៉ុន្តែនៅក្នុងចិត្តគេបានបួងសួងយ៉ាងមុតមមថានាងផ្កាអើយខ្ញុំមកទីនេះមិនមែនមកបំផ្លាញឬមកធ្វើបាបនាងទេគឺមកដើម្បីជួយរំដោះនាងឲ្យមានសេរីភាពសូមនាងជួយបង្ហាញផ្លូវខ្ញុំផងភ្លាមនោះហាក់ដូចជាមានពន្លឺចម្លែកមួយភ្លឺផ្លេកឡើងនៅបាតភក់ជ្រៅម៉ាគ្រីស្ទុសទៅកាយភក់នោះទាំងប្រញាប់ប្រញាល់ក៏ប្រទះឃើញប្រអប់ដៃតូចចាស់ស្រេះមួយនៅក្នុងប្រអប់នោះមានខ្សែប្រាក់មួយខ្សែរួចនឹងចិញ្ចៀនមួយវង់ដែលមានឆ្លាក់អក្សរផ្កាយ៉ាងច្បាស់លាស់ព្រមទាំងមានកំទេចឆ្អឹងម្រាមដៃមួយចំនួនដែលនៅសេសសល់មករាប្រមូលប្រអប់នោះអោបជាប់នឹងទ្រូងរួចហែលងើបមកលើផ្ទៃទឹកវិញយ៉ាងពេលឡើងមកដល់លើគោកអ្នកស្រុកជួយទាញគេឡើងដោយក្តីត្រេកអរតាប្រាក់បានរៀបចំរៀនហាភ្លាមៗនៅក្បែរគល់ស្ពានព្រះសង្ឃ3អង្គត្រូវបាននិមន្តមកដើម្បីធ្វើពិធីបង្សុកូលដកពឹសនិងស្វាត់ជាមុនរំដោះគ្រោះឧទ្ទិសកុសលផលបុណ្យជូនដល់នាងផ្កាក្នុងខណៈពេលដែលព្រះសង្ឃកំពុងសូត្រធម៌ឧទ្ទិសកុសលនិងចាក់ទឹកដូងរំដោះគ្រោះស្រាប់តែមានខ្យល់បក់មកត្រជាក់ស្រេបម្ដងទៀតទោះបីជាពេលនោះជាម៉ោង10ថ្ងៃត្រង់មេឃក្តៅចែសក៏ដោយលោកគ្រូមករាងាកមើលទៅលើបង្កាន់ដៃស្ពានគេឃើញព្រលឹងរបស់នាងផ្កាលេចឡើងម្ដងទៀតប៉ុន្តែលើកនេះនាងមិនមានសភាពគួរឲ្យខ្លាចគ្មានឈាមឬមុខមាត់ប្រហោងធ្លុះដូចមុនឡើយនាងមានរូបរាងជាស្រីក្រមុំដ៏ស្អាតស្លៀកពាក់សំពត់អាវពណ៌ស្រស់ស្អាតបាតសក់វែងរលាស់តាមខ្យល់និងមានជើងទាំងពីរពេញលេញត្រឡប់មកវិញទឹកមុខរបស់នាងពោពេញដោយភាពស្ងប់សុខញញឹមយ៉ាងស្រស់ស្រាយលែងមានកំហឹងឬគំនុំតទៅទៀតឡើយនាងផ្កាបានលើកដៃសំពះថ្វាយបង្គំព្រះសង្ឃរួចងាកមកញញឹមនិងលំអោនកាយគោរពចំពោះលោកគ្រូមករានិងតាប្រាក់នាងបាននិយាយដោយគ្មានសម្លេងប៉ុន្តែមករាអាចដឹងនិងយល់ច្បាស់តាមរយៈកាយវិការរបបោមាត់របស់នាងថាអរគុណលោកគ្រូអរគុណអ្នករាល់គ្នាខ្ញុំបានរួចខ្លួនហើយរូបភាពរបស់នាងចាប់ផ្ដើមរលាយបាត់ទៅបន្តិចម្ដងបន្តិចคล้ายជាពន្លឺពណ៌មាសតូចៗរាយប៉ាយហោះឡើងទៅលើអាកាសវេហាហើយរលាយចូលទៅក្នុងពន្លឺព្រះអាទិត្យដ៏កក់ក្ដៅចាប់តាំងពីថ្ងៃនោះមកស្ពានជើងកបលែងមានរឿងរ៉ាវលងបន្លាចលែងឮសំឡេងយំរហិចញហុកឬមានគ្រោះថ្នាក់មនុស្សស្លាប់បាត់បង់ជីវិតទៀតហើយ